បាទបងប្អូនខ្ញុំចង់បញ្ចាំពីរឿងកន្ទក់ពោតណាបងប្អូនកន្ទក់ពោតហ្នឹងគឺជួយទី1ដួងឆាប់ធំឡើងខ្ទិះឆ្ងាញ់ខ្ទិះណែនណាបងប្អូនណាអញ្ចឹងដួងយើងប្រើអ្វីដែលល្អជាងគេគឺកន្ទក់ពោតហ្នឹងគេហៅថាពោតខំគឺម៉ត់ភេងអញ្ចឹងតែម្ដងណាបងប្អូនណាគឺម៉ត់ភេងអញ្ចឹងតែម្ដងដោយសារតែរងថ្ងៃហ្នឹងឃើញមួយចំនួនក៏ប្រើកាក់ដលងមីគឺធំខ្លាំងអាក្រក់ហើយហូបគាត់ឆ្ងាញ់ដែរបើយើងដាក់ឲ្យអតិថិជនគឺមានបញ្ហាហើយពីច្រើនក្លិនអញ្ចឹងពួកគាត់ដោយសារអត់ប្រើនេះគេហៅថាកន្ទក់ពោតនេះគឺដោយសារយើងហ្នឹងគឺមានម៉ាស៊ីនបងប្អូនណាមានម៉ាស៊ីនកិនអញ្ចឹងយើងទិញអាពោតដែលគ្រាប់3លី4លីមកយើងយកមកកិនបន្ថែមណាបងប្អូនណាដើម្បីឲ្យខ្លាយទៅជាកន្ទក់ពោតនេះបងប្អូនណាអញ្ចឹងកន្ទក់ពោតនេះគឺពេលដែលម៉ន់អញ្ចឹងគឺដួងវាស៊ីទៅទី1គឺអត់អួលអត់ក្តៀនលាមកអត់ងាយងាប់ទេបងប្អូនណាអញ្ចឹងខ្ញុំបញ្ជាក់នេះគេហៅថាកន្ទក់ពោតណាបងប្អូនមិនមែនកន្ទក់ម៉ត់គ្រើមប៉ុណ្ណឹងចង់ធួយទេអានេះគឺម៉ត់តែម្ដងណាបងប្អូនណាដោយសារយើងមានម៉ាស៊ីននេះបងប្អូននឹងម៉ាស៊ីនកិនកន្ទក់ទៅជាកន្ទក់ពោតចុះសិនបងប្អូនចិញ្ចឹមដួងថាគិតថាធំហើយយើងមានអានឹងមួយគឺល្អពេលដែលយើងយកពោតយកមកគឺយើងកិនបំបែកហើយយើងកិនជាកន្ទក់ពោតនេះយកអាពោតដែលគេកិនបំបែកដុំហើយយកមកកិនទៅជាកន្ទក់ពោតចេះតែម្ដងគឺដួងវាស៊ីទៅគឺល្អខ្លាំងបងប្អូនអត់ងាយឈឺអត់ងាយអួលអត់ងាយក្តៀនលាមកទេចុះអសែបងប្អូននៅចង់បានកន្ទក់ពោតពីខាងខ្ញុំមានលក់ដែរបងប្អូនតម្លៃធូរថ្លៃទេតម្លៃតាមទីផ្សារទេណាបងប្អូនណាគឺយើងយកចំណេញតិចតួចទេសម្រាប់កន្ទក់ពោតហ្នឹងបងប្អូនណាចឹងអ្នកចិញ្ចឹមដូនទាំងអស់គួរតែងាកចេញពីការប្រើកាក់ដលងមីឬក៏ដលងមីឬអីទៅងាកមកប្រើកន្ទក់ពោតវិញបងប្អូនខ្ទិះឆ្ងាញ់យើងដឹងហើយមន់ក៏ដោយបើសិនជាយើងប្រើជាមួយនឹងពោតក្រហមគឺសាច់ឆ្ងាញ់ណាអ្នកចិញ្ចឹមមន់ចិញ្ចឹមអីគឺដឹងហើយណាបងប្អូនណាអញ្ចឹងហ្នឹងហើយខ្ញុំគិតថាបើសិនជាបងប្អូនចង់ឲ្យដួងល្អដួងឆ្ងាញ់មានខ្ទិះហើយសុខភាពល្អងាយឈឺអត់ចេះអួលចំណីឬក៏ក្តៀនលាមកអីប្រើជាកន្ទក់ពោតហ្នឹងទៅបងប្អូនអាចកំងខ្ញុំបានបងប្អូនណាបងប្អូនអាចកំងខ្ញុំបានអូខេអញ្ចឹងអរគុណច្រើន